សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះគ្រូបានលើកយកលំហាត់រូបវិទ្យាថ្នាក់ទី12មួយលំហាត់សម្រាប់យកមកអនុវត្តអញ្ចឹងយើងធ្វើការអានប្រធានទាំងអស់គ្នាអញ្ចឹងយើងមើលធុងមួយមានមៀត 0.10 ម៉ែត្រគីបផ្ទុកឧស្ម័នអេរីយ៉ូមនៅសម្ពាធ150 atm គណនាចំនួនបាឡុងដែលអាចបញ្ជូនឧស្ម័នអេរីយ៉ូមបានអញ្ចឹងចំនួនបាឡុងគឺគេសួរថាតើបាឡុងយើងប្រើបាឡុងចំនួនប្រមាណដើម្បីបញ្ជូនឧស្ម័នដែលមានមៀត 0.10 ដែលសម្ពាធរបស់វា150 atm បាឡុងបើបាឡុងនីមួយៗមានរាងជាស្វែដែលមានណាអង្កត់ផ្ចិត 0.30 ម៉ែត្រមានសម្ពាធ 1.20 atm អញ្ចឹងដោយរក្សាសីតុណ្ហភាពឲ្យនៅថេរដកដែលគណនាអញ្ចឹងយើងគណនាចំនួនបាឡុងណាអញ្ចឹងយើងគណនាចំនួនបាឡុងដែលអាចបញ្ជូនឧស្ម័នណាអញ្ចឹងយើងធ្វើការតាំង x ជាចំនួនបាឡុងយើងតាំង x ជាចំនួនបាឡុងដែល x ស្មើនឹង n នៅលើ n 0អញ្ចឹងយើងធ្វើការតាំងអញ្ចឹងទី1គឺយើងប្រើតាមសមីការឧស្ម័នណាសមីការឧស្ម័នទី1ភាពដើមយើងមានអីគេអានេះសមីការភាពp v ស្មើទៅនឹង n r t តើមកភាពស្រេចយើងតាំង p0 ឬក៏ v អង្គ v ដើក៏បានដែរដូចគ្នាអញ្ចឹងយើងបាន n r t ណាដោយសារតែសីតុណ្ហភាពនេះទេអញ្ចឹងសីតុណ្ហភាពទី1ស្មើនឹងសីតុណ្ហភាពទី2អញ្ចឹងយើងធ្វើផលធៀបមកយើងទាញរួចគេឡើងយក1ធៀបជាមួយនឹង2គេបានអីអញ្ចឹងគេបានអីតោះយើងជួសជុលមក p v នៅលើ p0 v0 ស្មើទៅនឹង n r t នៅលើ n0 r t ចឹងអ្វីដែលយើងធ្វើការសម្រួលគឺយើងសម្រួល ART នេះចោលណាចឹងយើងសាកមូលវាមកនៅសល់អីPV នៅលើ P0 V0 ស្មើទៅនឹង N នៅលើ N N0 ណាចឹង N0 របស់យើងគឺស្មើទៅនឹងចំនួនរបស់បាឡុងណាចឹង n នៅលើ n0 ស្មើនឹងចំនួនបាឡុងចឹងយើងតាំង p ដើមរបស់វាប្រហែលយើងមើល 1.50 atm ចឹងយើងបាញ់បែកព្រោះកាលណា atm ដូចគ្នាសម្ពាធនៅលើ p0 នេះគឺយើងអាចសម្រួលអស់ហើយចឹងយើងបាននៅ 150 atm តើមក p0 តម្លៃរបស់វា 1.20 atm តើមកមៀតដើម 0.10 ម៉ែត្រគីបមៀត V0 ស្មើនឹង V0 យើងអត់ដឹងទេឃើញទេប៉ុន្តែ V0 ស្មើនឹង1នៅលើ6 pi d គីបយើងស្គាល់ d មែនទេព្រោះយើងស្គាល់ dចឹង D ស្មើទៅនឹងមែន 0.30 ម៉ែត្រចឹងយើងជួស V0 មក V0 1នៅលើ6 pi d គីប 0.30 លើកជាគីបចឹងយើងធ្វើការគុណមកឃើញមែនយើងលើក 0.3 លើកជាគីបមកយើងយកទៅគុណនឹង pi គឺ 3.14 ហើយចែកជាមួយនឹង6ចេញបាន 0.01413 ម៉ែត្រហ៎គីប
ចឹងយើងបាន x ជួសចូលមក x ស្មើទៅនឹង p 150 គុណជាមួយនឹង v 0.10 នេះចែកទៅនឹង p 0 1.20 គុណនឹងពួក ATM សូមយើងសម្រួលហើយណា 0.014 13ដែរអស់ទៅ 0.016 យើងយកទៅប៉ុណ្នេះក៏បានដែរឬក៏យើងប្រកួតឡើងយក 0.17 ចង់បាន 882.35 ចឹងដូចនេះចំនួនបាឡុងដែលត្រូវប្រើដែលត្រូវបញ្ជូនគឺ x ស្មើទៅនឹង 882.35 អូខេនេះជាចម្លើយចា៎មានចម្ងល់អីអាច comment ខាងក្រោមដើម្បីធ្វើលំហាត់ដោះស្រាយបន្ថែមទៀតណាសម្រាប់ត្រៀមប្រឡងបាក់ឌុប